ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នាបន្តទៀតពាក់ព័ន្ធជាមួយនឹងសៀវភៅដំណើរស្វែងរកខ្លួនឯងនៃទំព័រទី198ដែលមានចំណងជើងថាស្ងប់មែនឬស្ងប់ធ្វើសម្ដែងភាពល្ងង់ខ្លៅរបស់មនុស្សគឺជាទ្រព្យដ៏មានតម្លៃបំផុតរបស់អ្នកចេះដឹងដែលមានចិត្តទុច្ចរិតពេលណាយើងឆោតល្ងង់មិនខំប្រឹងរៀនសូត្រយើងរមែងងាយនឹងចាញ់បោកការសម្ដែងបច្ចេកទេសនៃការធ្វើឲ្យចិត្តស្ងប់គឺមានច្រើនដល់មិនអស់ទេបទពិសោធន៍ជីវិតរបស់ខ្ញុំកន្លងមកអ្វីដែលលំបាកបំផុតគឺគ្រប់គ្រងចិត្តខ្លួនឯងនិងការយកឈ្នះលើខ្លួនឯងអ្នកខ្លះថាខ្លួនខ្លាំងអាចយកឈ្នះលើខ្លួនឯងបានស្របពេលដែលខ្លួនមានអាយុនិងបទពិសោធន៍តិចនៅឡើយរីឯចំណែកខ្ញុំវិញរឿងនៃការឈ្នះលើខ្លួនឯងនេះគឺលំបាកខ្លាំងណាស់ដួងតារាអាចបញ្ចេញពន្លឺទៅបានលុះត្រាណាតែមេឃងងឹតរាត្រីចូលមកដល់ប្រៀបដូចជាមនុស្សដែលជឿដោយគំនិតខ្លួនឯងរួចហើយរៀបរាប់ប្រាប់អ្នកដទៃថាខ្លួនឯងស្ងប់ចិត្តមានសន្តិភាពប្រកបប៉ុន្តែនេះវាគ្រាន់តែជាការយល់ឃើញនៅសន្តិភាពថ្នាក់ហេតុផលខួរក្បាលប៉ុណ្ណោះដួងតារាមានពន្លឺភ្លឺខ្លាំងឬខ្សោយត្បិតដោយសារតែវេហាងងឹតរីចំណែកមនុស្សខ្លាំងឬខ្សោយសន្តិភាពពិតឬយ៉ាងណាក៏នឹងអាចដឹងបានពេលខ្លួនជួបវិបត្តិអាសន្នអន់ទុក្ខដែរចិត្តដែលតែងតែហត់នឿយនិងចិត្តដែលតែងតែប៉ះនឹងទុក្ខញឹកញាប់គឺមិនមែនជាចិត្តស្ងប់ទេតើមួយខែចិត្តយើងកាត់ទុក្ខប៉ុន្មានដងឬឈឺចាប់ដោយសារតែអ្នកដទៃប៉ុន្មានដងឬក្នុងមួយខណៈតើចិត្តយើងហត់នឿយប៉ុន្មានដងសូម្បីអ្នកធ្វើសមាធិក៏ដោយសមាធិបានម្ដងគឺសុខបានមួយរយៈឬខ្លីជាងមួយរយៈត្បិតបើជួបរឿងស្មុគស្មាញខាងក្រៅច្រើនបើលែងសមាធិចិត្តនេះនឹងប្រែក្លាយទៅជាគ្មានសណ្ដាប់ធ្នាប់វិញភ្លាមចិត្តអ្នកស្ងប់គឺពុំជាប់ទុក្ខឬជាប់សុខទេជីវិតដែលអាយុតិចនេះមួយនិងជីវិតដែលមានបទពិសោធន៍តិចនេះមួយគឺនៅឆ្ងាយណាស់ពីសន្តិភាពផ្លូវចិត្តបើសន្តិភាពក្នុងចិត្តក៏ត្រឹមតែជាសន្តិភាពមួយរយៈពេលខ្លីប៉ុណ្ណោះសន្តិភាពខ្លះវាគ្រាន់តែជាសន្តិភាពដែលចេញមកពីការសន្មត់កំណត់វិនិច្ឆ័យតាមរយៈបញ្ញាឆ្លៀសវៃនៃខួរក្បាលប៉ុណ្ណោះខ្ញុំសូមរំលឹកនូវទស្សនៈពុទ្ធនិយមម្ដងទៀតដែលថាចិត្តជាប្រធានសុខក៏ដោយសារចិត្តហើយទុក្ខក៏ដោយសារចិត្តដែរជោគជ័យក៏ដោយសារចិត្តហើយបរាជ័យក៏ដោយសារតែចិត្តដែរចិត្តខ្លាំងចិត្តមានសន្តិភាពចិត្តទូលាយគឺអាចសម្រេចកិច្ចការធំបានតែចិត្តតូចចិត្តខ្សោយចិត្តមិនស្ងប់គឺពុំអាចនាំសុខនាំជោគនាំជ័យដល់ខ្លួនឯងបានឡើយពិភពលោកនៃចិត្តនេះគឺអាចកំបាំងខ្លាំងណាស់ពីព្រោះវាហួសពីថ្នាក់រូបិយអាចមើលឃើញតើបុគ្គលស្ងប់មានលក្ខណៈយ៉ាងដូចម្តេចសូមរងចាំស្ដាប់នៅវីដេអូក្រោយអរគុណ